បាទវីដេអូនេះក៏ទិញម្ជូរយកមកញ៉ាំបាទយើងនិយាយថាម្ជូរប៉ុន្តែមានផ្លែឈើផ្សេងដែលមានដូចជាត្បែកមានស្វាយមកដល់ក៏យើងលាងដៃលាងអុយរួយក៏យើងចាប់ផ្ដើមលាងសម្អាតម្ជូរបាទវីដេអូនេះក៏មិននិយាយយូរដែរបាទនិយាយប៉ុណ្ណេះហើយបាទទុកពេលវេលាឲ្យពុកម៉ែបងប្អូនទេសនាបាទអរគុណច្រើនដែលបានទេសនាវីដេអូមួយនេះបាទ